កាលពី5ខែមុនប្រទេសចិនទើបតែបានប្រកាសអំពីលក្ខខណ្ឌនៃការបន្តការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនកាលពីដើមខែនេះត្រី Scallop ចំនួន6តោនដំបូងបានមកដល់ប្រទេសចិនតាមកប៉ាល់ដឹកទំនិញដែលជាការវិលត្រឡប់លើដំបូងនៃអាហារសមុទ្រជប៉ុនមកកាន់ទីផ្សារចិនចាប់តាំងពីការផ្អាកពាណិជ្ជកម្មផលិតផលរបស់ជប៉ុននៅក្នុងឆ្នាំ2023ក្នុងរយៈពេល2ឆ្នាំបន្ទាប់ប្រទេសជប៉ុនក៏គ្រោងនឹងនាំចេញអាហារសមុទ្រ4តោនទៀតទៅកាន់ប្រទេសចិនផងដែរទោះជាយ៉ាងណាក៏ដោយមិនបានរំពឹងទុកគ្រាន់តែអ្នកនេសាទជប៉ុនគិតថាពួកគេជិតចូលទីផ្សារចិនពេញលេញឡើងវិញស្រាប់តែជប៉ុនបានធ្វើអ្វីមួយដែលប្រទេសចិនខឹងសម្បាម្ដងទៀតជាលទ្ធផលប្រទេសចិនបានប្រកាសភ្លាមនៅការបិទទាំងស្រុងនៅបណ្ដាញនាំចូលអាហារសមុទ្រក្តីសង្ឃឹមដែលទើបតែត្រូវបានបំភ្លឺឡើងវិញសម្រាប់អ្នកនេសាទជប៉ុនត្រូវបានរលត់ភ្លាមហើយការខាត់បងទីផ្សារលើសពី$500 លានអាមេរិកចាប់ពីការប្រកាសអំពីការបន្តការនាំចូលរហូតដល់ការផ្អាកម្ដងទៀតមានរយៈពេលតិចជាង150ថ្ងៃប៉ុណ្ណោះដូច្នេះតើមានអ្វីកើតឡើងពិតប្រាកដក្នុងអំឡុងពេលនេះហើយលើកនេះហេតុអ្វីបានជាប្រទេសចិនម្ដងទៀតបានបញ្ឈប់ទាំងស្រុងនៅការនាំចូលអាហារសមុទ្រជប៉ុនប្រសិនបើអ្នកចូលចិត្តខ្លឹមសារវីដេអូរបស់ admin សូមចុច subscribe YouTube របស់ admin ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចទទួលបានខ្លឹមសារចុងក្រោយបំផុតទាំងអស់គ្នាឥឡូវនេះសូមចូលទៅកាន់ប្រធានបទរបស់យើងនៅថ្ងៃនេះប្រទេសជប៉ុនគឺជាប្រទេសសមុទ្រធម្មតាដែលហ៊ុំព័ទ្ធដោយមហាសមុទ្រឆ្នេរសមុទ្ររបស់វាមានជាចម្បងនៅតំបន់ទ្វីបឈូងសមុទ្រនិងក៏ដែលប្រមូលផ្ដុំយ៉ាងក្រាស់ដែលផ្ដល់នូវធនធានជីវសាស្ត្រសមុទ្រដ៏សម្បូរបែបបំផុតនិងធ្វើឲ្យវាងាយស្រួលសម្រាប់ការអភិវឌ្ឍនេសាទនិងវារីវប្បកម្មប្រទេសជប៉ុនពិតជាទាក់ទាញយកផលប្រយោជន៍ពេញលេញពីគុណសម្បត្តិភូមិសាស្ត្រធម្មជាតិនេះហើយត្រី Salmon និងត្រី Scallop ដែលផលិតក្នុងស្រុករបស់វាត្រូវបានគេស្គាល់ជាយូរមកហើយនៅទូទាំងពិភពលោកទិន្នន័យបង្ហាញថាមនុស្សជាង120,000 នាក់នៅក្នុងប្រទេសជប៉ុនត្រូវបានចូលរួមនៅក្នុងឧស្សាហកម្មដែលទាក់ទងនឹងការនាំចេញអាហារសមុទ្រហើយកម្មករម្នាក់ៗត្រូវគ្នាទៅនឹងតម្លៃទិន្នផលជលផលរហូតដល់$82,000អ្វីដែលសំខាន់ជាងនេះទៅទៀតក្រុមហ៊ុនជប៉ុនជាច្រើនបានគ្រោងនឹងបង្កើតការវិនិយោគនិងបរិសមត្ថភាពផលិតកម្មពីព្រោះប្រទេសជិតខាងរបស់ពួកគេគឺជាទីផ្សារប្រើប្រាស់អាហារសមុទ្រដ៏ធំបំផុតមួយនៅក្នុងពិភពលោកគឺប្រទេសចិនយោងតាមស្ថិតិផ្លូវការក្នុងឆ្នាំ2022តម្លៃនាំចេញសរុបនៃត្រីនិងផលិតផលជលផលរបស់ជប៉ុនមានប្រមាណ$2.4 លានអាមេរិកដោយប្រទេសចិនមានចំនួនដល់ទៅ 22% នៃចំនួននោះស្មើនឹងប្រហែល$520 លានអាមេរិកអាចនិយាយបានថាប្រទេសចិនតែងតែជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់អាហារសមុទ្រជប៉ុននេះក៏ផ្ដល់ឲ្យក្រុមហ៊ុនជប៉ុនជាច្រើននៅទំនុកចិត្តយ៉ាងខ្លាំងក្នុងការអភិវឌ្ឍនាពេលអនាគតរបស់ពួកគេផងដែរទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្ដូរដែលមិននឹកស្មានដល់បានបំផ្លាញការរំពឹងទុកទាំងនេះនៅថ្ងៃទី24ខែសីហាឆ្នាំ2023ប្រទេសជប៉ុនបានធ្វើការសម្រេចចិត្តដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលវាបានចាប់ផ្ដើមបញ្ចេញទឹកសំណល់នុយក្លេអ៊ែរពីស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកអ្វីដែលគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺថានេះមិនមែនជាការបញ្ចេញតែម្ដងនោះទេប៉ុន្តែនឹងត្រូវបានអនុវត្តជាច្រើនលើកក្នុងបរិមាណតិចតួចអស់រយៈពេលជាច្រើនឆ្នាំដែលប៉ាន់ស្មានថានឹងមានរយៈពេលជាច្រើនទសវត្សរ៍ទោះបីជាប្រទេសចិនរុស្ស៊ីកូរ៉េខាងជើងនិងប្រទេសកោះប៉ាស៊ីហ្វិកមួយចំនួនបានបង្ហាញការប្រឆាំងយ៉ាងខ្លាំងម្ដងហើយម្ដងទៀតក៏ដោយក៏ប្រទេសជប៉ុននៅតែទទូចថាទង្វើនេះនឹងមិនបង្កឲ្យមានការបំពុលសមុទ្រនោះទេប៉ុន្តែបញ្ហាសំខាន់គឺថាផលវិបាកដែលជប៉ុនគួរតែទទួលខុសត្រូវតែម្នាក់ឯងឥឡូវនេះកំពុងត្រូវបានចែករំលែកដោយតំបន់មហាសមុទ្រប៉ាស៊ីហ្វិកទាំងមូលជាវិធានការតបតប្រទេសចិនបានប្រកាសភ្លាមនៅការផ្អាកទាំងស្រុងនៅរាល់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុននៅឆ្នាំ2024ចំណែកនៃការនាំចូលអាហារសមុទ្រជប៉ុនរបស់ចិនបានធ្លាក់ចុះពី 22% កាលពី2ឆ្នាំមុនមកនៅត្រឹមតែ 2% ប៉ុណ្ណោះហើយភាគច្រើននៃ 2% ដែលនៅសល់នេះមានផលិតផលដែលមិនអាចបរិភោគបានដូចជាគុជខ្យងនិងត្រីខយ fish ជាដើមដែលមានតម្លៃសរុបត្រឹមតែប្រហែល$40 លានប៉ុណ្ណោះទោះបីជាក្រុមហ៊ុនជប៉ុនអាចព្យាយាមបញ្ជូនផលិតផលដែលដើមឡើយមានបំណងសម្រាប់នាំចេញត្រឡប់ទៅទីផ្សារក្នុងស្រុកវិញក៏ដោយក៏ទីផ្សារអាហារសមុទ្ររបស់ជប៉ុនបានឆ្អែតជាយូរមកហើយអ្វីដែលសំខាន់ជាងនេះទៅទៀតចាប់តាំងពីឧបទ្ទវហេតុនៃការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរមកសូម្បីតែអ្នកប្រើប្រាស់ជប៉ុនខ្លួនឯងក៏មិនចាំបាច់សុខចិត្តបន្តបរិភោគអាហារសមុទ្រក្នុងស្រុកដែរលើសពីនេះបញ្ហាទឹកសំណល់នុយក្លេអ៊ែរបានក្លាយជាការស្គាល់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក
ទោះបីជាលទ្ធផលតេស្តរយៈពេលខ្លីមិនអាចបង្ហាញពីភាពមិនប្រក្រតីក៏ដោយក៏មនុស្សនៅតែព្រួយបារម្ភថាការប្រើប្រាស់រយៈពេលវែងអាចបង្កហានិភ័យដល់សុខភាពជាលទ្ធផលសូម្បីតែសម្ព័ន្ធមិត្តលោកខាងលិចរបស់ជប៉ុនក៏មិនចង់ជួយជប៉ុនដោះស្រាយវិបត្តិការនាំចេញអាហារសមុទ្ររបស់ខ្លួននោះដែរបន្ទាប់ពីប្រទេសចិនអនុវត្តវិធានការតបតក្រុមដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺប្រកាសជាគឺអ្នកនេសាទជប៉ុនជាពិសេសអ្នកដែលពឹងផ្អែកលើការនាំចេញទៅកាន់ប្រទេសចិនមួយចំនួនបានបង្ហាញឃើញពីការបញ្ជាទិញរបស់ពួកគេធ្លាក់ចុះពី30ទៅ40%ក្នុងមួយយប់ខណៈដែលអ្នកផ្សេងទៀតបានឃើញការបញ្ជាទិញរបស់ពួកគេធ្លាក់ចុះដល់0ដែលបង្ខំឲ្យពួកគេផ្ទេររោងចក្ររបស់ពួកគេនិងធ្វើឲ្យពួកគេភ័យខ្លាចក្នុងការពង្រីកប្រតិបត្តិការត្រីស្កឡប់និងត្រសក់សមុទ្រពីហុកកាយដូបានកនៅក្នុងឃ្លាំងត្រជាក់ហើយសហគ្រាសធុនតូចនិងមធ្យមបានដួលរលំជាបន្តបន្ទាប់អ្នកនេសាទខ្លះថែមទាំងមានបញ្ហាអំពីរបៀបដោះស្រាយស្តុករបស់ពួកគេដោយមើលអាហារសមុទ្ររបស់ពួកគេរលួយពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានកន្លែងត្រូវផ្ញើទោះបីជាក្រុមហ៊ុនជប៉ុនបានបែងចែកប្រាក់ឧបត្ថម្ភរាប់រយពាន់លានយេនសម្រាប់អ្នកនេសាទក៏ដោយក៏វាគ្រាន់តែជាដំណក់ទឹកប៉ុណ្ណោះបើប្រៀបធៀបទៅនឹងទីផ្សារចិនដ៏ធំដែលពួកគេធ្លាប់ពឹងផ្អែកលើរហូតមកដល់ខែមិថុនាឆ្នាំនេះទើបស្ថានភាពចាប់ផ្ដើមបង្ហាញសញ្ញាខ្លះនៃភាពប្រសើរឡើងនៅពេលនោះប្រទេសចិនបានប្រកាសថានឹងបន្តការនាំចូលអាហារសមុទ្រជប៉ុនជាបណ្ដាប៉ុន្តែមានលក្ខខណ្ឌទី1អាហារសមុទ្រពីតំបន់ដែលមានហានិភ័យខ្ពស់ចំនួន10រួមទាំង Fukushima នឹងនៅតែត្រូវបានហាមឃាត់លើកពីនេះក្រុមហ៊ុនជប៉ុនទាំងអស់ដែលចង់នាំចេញអាហារសមុទ្រទៅកាន់ប្រទេសចិនត្រូវតែបំពេញតាមស្តង់ដារដែលទើបបង្កើតថ្មីរបស់ចិនសូម្បីតែក្រុមហ៊ុនដែលធ្លាប់បានចុះបញ្ជីពីមុនក៏ត្រូវបានដាក់ពាក្យស្នើសុំវិញ្ញាបនបត្រឡើងវិញផងដែរនេះអាចស្ដាប់ទៅសាមញ្ញប៉ុន្តែតាមពិតតម្រូវការទាំងនេះគឺតឹងរ៉ឹងជាងស្តង់ដារអន្តរជាតិធម្មតាឆ្ងាយណាស់ឧទាហរណ៍តារាបណាមានពាក់ព័ន្ធនឹងសត្វក្នុងទឹកដែលអាចបរិភោគបានទាំងដំណាក់កាលចិញ្ចឹមនិងដំណើរការវេចខ្ចប់ត្រូវតែចុះបញ្ជីដាច់ដោយឡែកលើពីនេះការដឹកជញ្ជូននីមួយៗត្រូវតែមានឯកសារ3វិញ្ញាបនបត្រអនាម័យវិញ្ញាបនបត្របង្ហាញថាផលិតផលបានឆ្លងកាត់ការធ្វើតេស្តសារធាតុវិទ្យាសកម្មនិងវិញ្ញាបនបត្រដើមកំណើតប្រសិនបើឯកសារណាមួយក្នុងចំណោមឯកសារទាំងនេះបាត់កម្មគងត្រូលចិនមានសិទ្ធិបដិសេធការនាំចូលប្រសិនបើប្រទេសចិនរកឃើញផលិតផលណាមួយដែលបរាជ័យក្នុងការបំពេញតាមស្តង់ដារសុវត្ថិភាពឬរកឃើញការត្រួតពិនិត្យមិនគ្រប់គ្រាន់នៅផ្នែកខាងជប៉ុនប្រទេសចិនក៏រក្សាសិទ្ធិក្នុងការចាត់វិធានការតបតនៅពេលណាក៏បានរួមទាំងការផ្អាកការនាំចូលម្ដងទៀតការសម្រេចចិត្តរបស់ចិនក្នុងការបន្ធូរបន្ថយការរឹតបន្តឹងមិនត្រូវបានធ្វើឡើងដោយមិនបានគិតពិចារណានោះទេក្នុងរយៈពេល2ឆ្នាំកន្លងមកនេះប្រទេសចិនបានបន្តធ្វើការយកគំរូនិងការត្រួតពិនិត្យឯករាជ្យនៃអាហារសមុទ្រជប៉ុនខណៈពេលដែលក៏បានយោងទៅលទ្ធផលត្រួតពិនិត្យរួមគ្នារបស់សហគមន៍អន្តរជាតិផងដែរទិន្នន័យទាំងអស់បានបង្ហាញថាដោយមករាប់បញ្ចូលតំបន់ដែលមានហានិភ័យខ្ពស់ចំនួន10នៅក្នុងប្រទេសជប៉ុនកំហាប់នៃនុយក្លេអ៊ែរវិទ្យុសកម្មនៅក្នុងទឹកសមុទ្រនិងអាហារសមុទ្រពីដែនទឹកជប៉ុនផ្សេងទៀតមិនបានបង្ហាញពីភាពមិនប្រក្រតីទេហើយមិនបានបង្កការគំរាមកំហែងដល់សុខភាពមនុស្សនោះទេទោះជាយ៉ាងណាក៏ដោយគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកាក្រុមហ៊ុននាំចេញជប៉ុនជិត700បានដាក់ពាក្យស្នើសុំដើម្បីទទួលបានគុណវត្តឡើងវិញសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនមានតែ3ប៉ុណ្ណោះដែលត្រូវបានអនុម័តពិតប្រាកដហើយរហូតដល់ដើមខែវិច្ឆិកាទើបជប៉ុនបានដឹកជញ្ជូនត្រីស្កាឡប់6តោនទៅកាន់ប្រទេសចិនដោយជោគជ័យជាលើកដំបូងយោងតាមអ្នកនេសាទជប៉ុនអាហារសមុទ្រ4តោនទៀតត្រូវបានគ្រោងទុកសម្រាប់ការនាំចេញក្នុងរយៈពេល3ខែបន្ទាប់ប៉ុន្តែព្រឹត្តិការណ៍បានលាតត្រដាងលឿនជាងនិងមានភាពរំជើបរំជួលជាងការរំពឹងទុកពីព្រោះប្រទេសចិនបានចុចប៊ូតុងផ្អាកម្ដងទៀតហើយបានបញ្ចប់ទាំងស្រុងនៅការនាំចូលអាហារសមុទ្រជប៉ុនដូច្នេះតើមានអ្វីកើតឡើងពិតប្រាកដនៅថ្ងៃទី19ខែវិច្ឆិកាក្រសួងការបរទេសចិនបានប្រកាសម្ដងទៀតនៅការផ្អាកការនាំចូលអាហារសមុទ្រជប៉ុនហេតុផលផ្លូវការដែលផ្ដល់គឺថាប្រទេសជប៉ុនបានសន្យាពីមុនថានៅបំពេញការទទួលខុសត្រូវបទបញ្ញត្តិរបស់ខ្លួនសម្រាប់អាហារសមុទ្រដែលនាំចេញទៅកាន់ប្រទេសចិនដើម្បីធានាគុណភាពនិងសុវត្ថិភាពផលិតផលទោះជាយ៉ាងណាក៏ដោយមកទល់ពេលនេះប្រទេសជប៉ុនបានបរាជ័យក្នុងការផ្ដល់ឯកសារបច្ចេកទេសដែលខ្លួនបានបដិញ្ញាចិត្តដូច្នេះប្រទេសចិនជឿថាវាចាំបាច់ត្រូវបន្តតាមដានសុវត្ថិភាពនៃដំណើរការកែច្នៃទឹកសំណល់នុយក្លេអ៊ែរ Fukushima មិនមានអ្វីខុសប្លែកជាមួយការពន្យល់នេះដោយខ្លួនឯងទេយ៉ាងណាមិញសុវត្ថិភាពចំណីអាហារនិងសិទ្ធិអ្នកប្រើប្រាស់គឺជាកង្វល់កម្រិតជាតិដ៏ធំប៉ុន្តែនៅក្នុងទស្សនៈរបស់ខ្ញុំការពិតប្រហែលជាមិនសាមញ្ញប៉ុន្មានទេ
តាមអ្វីដែលខ្ញុំដឹងនៅថ្ងៃទី7 ខែវិច្ឆិកានាយករដ្ឋមន្ត្រីជប៉ុនដែលទើបតែតែងតាំងថ្មីគឺលោកស្រីសេនីតាកាអ៊ីឈីបានថ្លែងក្នុងសម័យប្រជុំសភាថាប្រសិនបើប្រទេសចិនប្រើកម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់ហើយសកម្មភាពបែបនេះបន្តការគំរាមកំហែងដល់ប្រទេសជប៉ុននោះវាអាចបង្កើតជាស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រទេសជប៉ុនក្នុងករណីនោះប្រទេសជប៉ុននឹងមានសិទ្ធិក្នុងការអនុវត្តការការពារខ្លួនសមូហភាពម្យ៉ាងវិញទៀតប្រទេសជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធាក្នុងចំនួនច្រកសមុទ្រតៃវ៉ាន់នេះប៉ះពាល់ដោយផ្ទាល់ទៅលើបញ្ហាអធិបតេយ្យភាពជាតិរបស់ចិនគ្មានប្រទេសណាអាចប្រងើយកន្តើយចំពោះការកត់សម្គាល់បែបនេះនោះឡើយនៅថ្ងៃដដែលនោះក្រសួងការបរទេសចិនបានទាមទារឲ្យលោកស្រីសេនីតាកាអ៊ីឈីដកការថ្លែងរបស់នាងនិងចេញការសុំទោសជាផ្លូវការប៉ុន្តែមិនត្រឹមតែនាងបដិសេធមិនព្រមសុំទោសប៉ុណ្ណោះទេនាងថែមទាំងបាននិយាយម្ដងទៀតនៅការកត់សម្គាល់ស្រដៀងគ្នានៅក្នុងកន្លែងសាធារណៈជាច្រើនទៀតផងសកម្មភាពមួយឈុតនេះបានបង្កឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងនៅខាងភាគីចិនជាលទ្ធផលប្រទេសចិនបានឆ្លើយតបដោយផ្អាកទាំងស្រុងនៅការនាំចូលអាហារសមុទ្រជប៉ុនវិធានការតបតរបស់ចិនពិតជាមិនត្រូវបានកំណត់ចំពោះអាហារសមុទ្រនោះទេដោយសារតែភាពជិតស្និទ្ធភូមិសាស្ត្រឧស្សាហកម្មទេសចររបស់ជប៉ុនបានពឹងផ្អែកយ៉ាងខ្លាំងលើអ្នកដំណើរជនជាតិចិនជាយូរមកហើយបន្ទាប់ពីលោកស្រីសេនីតាកាអ៊ីឈីបានបដិសេធម្ដងហើយម្ដងទៀតក្នុងការដកការកំណត់សម្គាល់របស់នាងក្រុមហ៊ុនអាកាសចរចិនជាច្រើនបានណែនាំគោលនយោបាយលុបចោលនិងកក់ឡើងវិញដោយឥតគិតថ្លៃសម្រាប់ការហោះហើរទៅកាន់ប្រទេសជប៉ុនក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះទិន្នន័យបង្ហាញថាក្នុងឆ្នាំ2024ភ្ញៀវទេសចរចិនបានចំណាយប្រហែល $10.8 លានអាមេរិកនៅក្នុងប្រទេសជប៉ុនហើយក៏ត្រឹមខែកញ្ញាឆ្នាំនេះតែឯងតួរលេខនេះបានឈានដល់ $10.2 លានអាមេរិកហើយទាំងចំនួនអ្នកទស្សនានិងការចំណាយសរុបប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ1ជាប្រចាំប៉ុន្តែបន្ទាប់ពីការកត់សម្គាល់មិនសមរម្យរបស់នាយករដ្ឋមន្ត្រីជប៉ុនសម្បត្តិយន្តហោះប្រមាណ540បត់ពីប្រទេសចិនទៅកាន់ប្រទេសជប៉ុនត្រូវបានលុបចោលក្នុងរយៈពេល 2-3 ថ្ងៃហើយទីភ្នាក់ងារទេសចរជាច្រើនក៏បានផ្អាកការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសជប៉ុនផងដែរយោងតាមលំនាំកន្លងមកភ្ញៀវទេសចរជាច្រើនតែងតែទៅលេងប្រទេសជប៉ុននៅរៀងរាល់ខែមីនានិងខែមេសាដើម្បីទស្សនាផ្កាសាកូរ៉ានិងធ្វើដំណើរជុំវិញភ្នំហ្វូជីប៉ុន្តែការវិនិច្ឆ័យពីនិន្នាការបច្ចុប្បន្នផ្កាសាកូរ៉ាទាំងនេះអាចនឹងត្រូវបានរីករាយដោយជនជាតិជប៉ុនខ្លួនឯងប៉ុណ្ណោះពីនេះយើងអាចឃើញថាឯកភាពរបស់ប្រជាជនចិនអាចមានឥទ្ធិពលខ្លាំងប៉ុណ្ណាបើគ្មានភ្ញៀវទេសចរចិនទេនេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជប៉ុនដែលកំពុងមានសម្ពាធរួចទៅហើយក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនជប៉ុនជាច្រើនបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់ពីក្រុមហ៊ុនអាកាសចរនិងសន្តាគាររហូតដល់តំបន់ទាក់ទាញទេសចរហើយសូម្បីតែតម្លៃភាគហ៊ុនរបស់ Disney ក៏បានធ្លាក់ចុះប្រហែល 7% ឬច្រើនជាងនេះក្នុងរយៈពេលតិចជាងមួយសប្តាហ៍ផលិតផលក្នុងស្រុកសរុប GDP របស់ជប៉ុនបានធ្លាក់ចុះ 0.36%ទោះបីជាប្រទេសជប៉ុនបានបញ្ជូនតំណាងទៅប្រទេសចិនដើម្បីពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងទេសចរក៏ដោយក៏នៅតែមានវឌ្ឍនភាពសំខាន់តិចតួចនោះដែរខណៈដែលប្រទេសចិនកំពុងធ្វើពហិការអាហារសមុទ្រនិងទេសចរជប៉ុនឧស្សាហកម្មមួយទៀតត្រូវបានរងផលប៉ះពាល់ដោយមិនបានរំពឹងទុកគឺសាច់គោប៉ុន្តែនិយាយឲ្យតឹងរឹងការទប់ស្កាត់សាច់គោជប៉ុនពីទីផ្សារចិនមិនបានចាប់ផ្ដើមថ្មីនេះទេតាំងពីឆ្នាំ2001បន្ទាប់ពីប្រទេសជប៉ុនបានរាយការណ៍ពីករណីដំបូងនៃជំងឺគោឆ្កួតប្រទេសចិនបានហាមឃាត់ភ្លាមនៅការនាំចូលសាច់គោជប៉ុននៅខែកញ្ញាដដែលនោះកម្មកងត្រូលចិនបានដាក់បម្រាមទូលំទូលាយលើសាច់គោជប៉ុននិងផលិតផលដែលពាក់ព័ន្ធដើម្បីការពារជំងឺនេះមិនឲ្យចូលក្នុងប្រទេសចិនថែមទាំងបានអនុវត្តវិធានការស្រដៀងគ្នានេះប្រឆាំងនឹងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបនៅពេលនោះការហាមឃាត់នេះស្ទើរតែបានបិទទ្វារទាំងស្រុងមិនឲ្យសាច់គោជប៉ុនចូលប្រទេសចិនហើយសម្រាប់ពេលមួយភាពមិនពេញចិត្តរបស់អ្នកចិញ្ចឹមគោជប៉ុនបានបំពេញប្រព័ន្ធផ្សព្វផ្សាយធំបន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនឆ្នាំនៅក្នុងខែវិច្ឆិកាឆ្នាំ2019រដ្ឋាភិបាលចិននិងជប៉ុនទីបំផុតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសុខភាពសត្វនិងចតាលេសាដែលត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការនាំយកសាច់គោជប៉ុនត្រឡប់មកទីផ្សារចិនវិញពេលនោះក្រសួងការបរទេសជប៉ុនថែមទាំងបានប្រកាសជាសាធារណៈថាប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យសុខភាពសត្វនិងចតាលេសា
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនដែលពោពេញដោយការរំពឹងទុកបានពណ៌នាថានេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកប្រទេសចិនក្នុងការលើកការហាមឃាត់លើសាច់គោជប៉ុនដោយសង្ឃឹមថាការនាំចេញនឹងបន្តឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានរហូតដល់ខែកក្កដាឆ្នាំនេះទើបតំណាងកសិកម្មពីប្រទេសចិននិងជប៉ុនបានផ្លាស់ប្តូរទស្សនៈគ្នានៅទីក្រុងប៉េកាំងហើយភាគីទាំងពីរបានយល់ព្រមពន្យាដំណើរការនៃការដាក់បញ្ចូលកិច្ចព្រមព្រៀងឲ្យចូលជាធរមានប៉ុន្តែឥឡូវនេះដោយសារតែការកត់សម្គាល់តែមួយរបស់នាយករដ្ឋមន្ត្រីជប៉ុនផ្លូវសម្រាប់សាច់គោជប៉ុនត្រឡប់មកទីផ្សារចិនវិញត្រូវបានកាត់ផ្តាច់ម្ដងទៀតហើយអ្នកដែលរងការខាត់បងដ៏ធំបំផុតនៅតែជាម្ចាស់អាជីវកម្មខ្នាតតូចនិងកសិករជប៉ុនដែលគ្មានទីពឹងទាំងនោះបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាគិតថាតើក្រៅពីអាហារសមុទ្រតើមានឧស្សាហកម្មសំខាន់ៗរបស់ជប៉ុនអ្វីខ្លះទៀតដែលរងផលប៉ះពាល់ដោយផ្ទាល់ពីវិធានការតបតរបស់ប្រទេសចិនបន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្ត្រីជប៉ុនស្ដីពីកោះតៃវ៉ាន់ហើយតើផលប៉ះពាល់នោះមានទំហំប៉ុណ្ណាសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យadminបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់ទៀត